សួស្តីអ្នកទាំងអស់គ្នានៅក្នុងវីដេអូដំបូងគេបងអស់យើងនឹងធ្វើការវិភាគទៅលើឧទាហរណ៍តាក់ទងទៅនឹង quantifier ឬក៏ជាពាក្យដែលសម្រាប់បង្ហាញតាក់ទងទៅនឹងបរិមាណអូខេមុនដំបូងគេបងអស់នៅក្នុង A គឺឲ្យអ្នកទាំងអស់គ្នាប្រើប្រាស់ពាក្យដែលមាននៅក្នុងប្រអប់យកមកបំពេញនៅក្នុងចន្លោះប្រយោគនីមួយៗខាងក្រោមដូច្នេះនៅក្នុងប្រយោគសម្រាប់ប្រយោគទី1ទី2យើងមានពាក្យថា some ហើយនិង any ហើយសម្រាប់ប្រយោគទី3និងទី4យើងមានពាក្យថា a few ហើយនិង a little អូខេដូច្នេះសូមឲ្យអ្នកទាំងអស់គ្នាចំណាយពេល2នាទីដល់ខ្លួនឯងដើម្បីធ្វើលំហាត់មួយនេះដូច្នេះសូមស្កប់វីដេអូហើយធ្វើលំហាត់ទាំងអស់គ្នាចា2នាទីបានកន្លងផុតទៅហើយឥឡូវយើងមកមើលចម្លើយទី1 there are ចម្លើយគឺ some apples ទី2 I don't have any books សម្រាប់ប្រយោគទី3 I have a little money ទី4 there are ចុងក្រោយគេគឺ a few people in the room អូខេដូច្នេះនេះគឺជាចម្លើយចង់ដឹងថាហេតុអីมันបានជាគេដាក់ពាក្យមួយហ្នឹងនៅក្នុងចន្លោះនីមួយសូមឲ្យអ្នកទាំងអស់គ្នាទៅមើលវីដេអូបន្តមួយទៀតដែលយើងនឹងធ្វើការពន្យល់តាក់ទងទៅនឹង quantifiers សម្រាប់វីដេអូមួយនេះខ្ញុំសូមបញ្ចប់ត្រឹមនេះនិងអរគុណដល់អ្នកទាំងអស់គ្នា